វិញម្ដងនិយាយសិនមានតង់ ចា៎ ណាតង់ខាងខេត្តរតនគិរីបើថាសិប្បកម្មខុសច្បាប់ជាច្រើនកន្លែងកំពុងតែមានសកម្មភាពយ៉ាងកក្រឹកកក្រែងនៅខាងខេត្តរតនគិរីបាទខេត្តរតនគិរីតាមការរិះគន់របស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិអភិវឌ្ឍសង្កាត់បានលុងក្រុងបានលុងបានបង្ហើបថាសិប្បកម្មជាច្រើនកន្លែងដែលកំពុងតែរីកដុះដាលដែលគ្មានច្បាប់ទម្លាប់ត្រឹមត្រូវនោះទេកំពុងតែកើតមានយ៉ាងកក្រឹកកក្រែងនៅទឹកដីឯរតនគិរីបាទមេឈ្មួញធ្វើបាទសិប្បកម្មខ្នាតធំដែលមានឈ្មោះថាតាហុកជាសិប្បកម្មបាទដុសស្លែនិងមួយទៀតដែលមានឈ្មោះថាស៊ុនសុកហៅក្រៅហៅថាបេជាជនជាតិវៀតណាមបាទជាជនជាតិវៀតណាមណាឈ្មោះថាស៊ុនសុកហៅក្រៅបេបាទឈ្មោះខ្មែរបើឈ្មោះទៅបើឈ្មោះយើងកាត់តកោគាត់ចោលគាត់ឈ្មោះសុកហើយហៅទៅហៅបេហៅសុកបេហ្នឹងបាទពីមួយទៀតគឺឈ្មោះសុកហ្នឹងដែលកំពុងតែធ្វើសកម្មភាពយ៉ាងពេញទំហឹងហើយមិនត្រឹមតែប៉ុណ្ណោះគឺអ្នកមានអំណាចបាទមួយចំនួនកំពុងតែនៅពីក្រោយខ្នងបាទកំពុងនៅពីក្រោយខ្នងណាដើម្បីមើលសកម្មភាពហ្នឹងផ្ដល់ឲ្យគាត់ធ្វើសកម្មភាពលើយើងលួចធម្មតានៅក្នុងផ្ទះគេយើងចូលមិនបានទេណាបាទយើងអាចចាប់រូបភាពពីក្រៅឃើញសកម្មភាពពីក្រៅទៅព្រោះជាបទល្មើសកាលណាចូលផ្ទះគេយើងតតែមានដីកាបាទពីព្រះរាជអាជ្ញាឬក៏ការបញ្ជាផ្ទាល់មាត់ពីព្រះរាជអាជ្ញាដែលទទួលខុសត្រូវនៅក្នុងការចូលទៅក្នុងផ្ទះរបស់គេតែនេះបានសេចក្តីរាយការណ៍មកពាក់ព័ន្ធទៅនឹងដុំឈើហុបធំដែលយកទៅកលឹងជាថោផ្កាជាគ្រឿងសង្ហារឹមផ្សេងនោះគឺមានច្រើនបាទនៅពេលដែលដឹងថាអ្នកសារព័ត៌មានទៅសួរនាំគឺទាញទ្វារបិទណាគឺទាញទ្វារបិទចិត្តហើយគឺមិនឲ្យមានអ្នកណាហ្នឹងទៅសួរនាំបានទេណាព្រមទាំងគប់ដុំថ្មគម្រាមទៀតផងកន្លងមកណាម្ល៉េះរឿងហ្នឹងមិនធម្មតាទេទាញដុំថ្មគប់ទៀតសិប្បកម្មឈ្មោះសុកបាទឈ្មោះស៊ុនសុកនេះធ្វើឲ្យបញ្ជូនទៅលក់នៅឯប្រទេសវៀតណាមបន្តតាមច្រកព្រំដែនបានយ៉ាងបាទគឺថាបានទៅតាមបន្តតាមព្រំដែនហ្នឹងបានយ៉ាងរំភើយអានេះគាត់អត់មានខ្វល់អីទេព្រោះថាចូលសិប្បកម្មហើយគាត់កែច្នៃចេញហើយដឹកជញ្ជូនចេញទៅដោយមានរូបភាពមួយថាសិប្បកម្មកែច្នៃបាទគឺបាក់អត់ចាប់ទេព្រោះជាគ្រឿងសង្ហារឹមអីចឹងណាជារូបភាពអីចឹងទៅដឹកចេញទៅចឹងសួរថាតើឈើប្រភេទមុខកាត់កន្លះម៉ែត្រណា50គេ50ហ្នឹងណា50គុណ200អីចឹងទៅតើនៅពេលណាទៅអស់សិប្បកម្មខុសច្បាប់ទាំងអស់ហ្នឹងបំផ្លាញអស់ហើយព្រៃឈើមានរូបភាពច្រើនកាលពីមុនជ្រៀកឈើតូចធ្វើជាកដាធ្វើជាតុកសាឡុងអីចឹងណាស្អាតតែកន្លងមកទៀតគេមានរូបមន្តមួយទៀតយកឈើទាំងដុំមកតែម្ដងកលឹងធ្វើជាថោរូបភាពហ្នឹងអីគេគឺបំផ្លាញឈើលក្ខណៈទ្រង់ទ្រាយធំឈើមួយដើមនឹងខ្វៀលឲ្យអស់អាលីងដល់រឹសទៀតបាទដល់រឹសខាងក្រោមក៏គេអាចឆ្នៃរឹសដកទាំងអស់ឥឡូវមានប្រភេទអីខ្លះមានបេងមានកញ្ញូងមានបេងមាននឹងនូនធ្នង់អីមានរូបមន្តមួយទៀតឥឡូវគេប្រើពាក្យអីថាគេស៊ីរឹសឥឡូវនេះគេស៊ីរឹសកញ្ញូងស៊ីរឹសបេងចាប់ដកមកទាំងអស់នេះគេហៅថារូបមន្តជីកស្មៅជីកទាំងរឹសមិនបាច់ទុកទេជីកយកទាំងអស់ហ្មងទៅបាទហើយពាក់ព័ន្ធទៅនេះគឺថានាយខណ្ឌនិងនាយសង្កាត់ដែលមិនខ្វាយខ្វល់ទេនៅក្នុងស្រុកនៅក្នុងខេត្តឯគណៈកម្មការមួយចំនួនដែលពាក់ព័ន្ធទៅនឹងប្រតិបត្តិព្រៃឈើគឺឈ្មោះបាទវងសុកសេរីដែលជាមន្ត្រីកាន់3ស្រុកបាទមានឈ្មោះថាហុងវណ្ណរាមហើយនៅក្នុងគឺមានស្រុកកូនមុំស្រុកលំផាត់និងស្រុកបានលុងបាទបេឈ្មួញដែលជាសិប្បកម្មនឹងឈ្មោះតាហុកហ្នឹងគឺជាជនជាតិខ្មែរទេគាត់ជាជនជាតិខ្មែរទេណាឈ្មោះតាហុកហ្នឹងតែឈ្មោះសិប្បកម្មឈ្មោះសុកនៅខាងលើហ្នឹងគឺបានបញ្ជូនលក់ទៅឲ្យប្រទេសវៀតណាមហើយពាក់ព័ន្ធនៅក្នុងរឿងនេះយើងខ្ញុំក៏បានសុំការស្រាយបំភ្លឺដែរពាក់ព័ន្ធការបើកសិប្បកម្មទៅនឹងមន្ត្រីពាក់ព័ន្ធខាងព្រៃឈើហ្នឹងក៏មិនទាន់មានការស្រាយបំភ្លឺដែរចា៎បាទសូមជម្រាបថានៅក្រុងបានលុង
mình men miên tại sập cam là bỏ lục để miên mua thà xuân sập hạt bê năng tì cứ miên nơi cần lại xây tiết nó từ mơ khang lục phát từ mơ khang ấy vườn say có miên đại sập cam chân su thà ta pre chư ca bồng phai tamรูป ភាព sập cam ហ្នឹងគឺមិនទៅជាអស់ប្រហែលទេចាប៉ុន្តែការបើកសប្បកម្មខុសច្បាប់គ្មានចំណូលថវិកាជាតិនឹងការបំផ្លាញនៅរូបគេហៅថាដើមឈើរបស់យើងទាំងអស់នោះដោយមិនមានចំណូលទៅក្នុងថវិកាជាតិទាល់តែសោះចាបាទអញ្ចឹងប្រសិនបើខាងលោកដែលអ្នកគ្រប់គ្រងព្រៃឈើឬក៏ខាងរដ្ឋបាលព្រៃឈើនាយផ្នែកនាយសង្កាត់ព្រៃឈើនោះចេះតែបន្តឲ្យមានសិប្បកម្មយ៉ាងអនាធបត័យស៊ូថាតើអ្នកណាគ្រប់គ្រងអ្នកណាចាចំណូលថវិកាជាតិមានទេបាទតែឲ្យលោកទៅធ្វើការគ្រប់គ្រងមានតាំងពីថ្នាក់លើទៅនៅក្នុងខេត្តនាយខណ្ឌរដ្ឋបាលព្រៃឈើហើយក្រោយមកបាននាយសង្កាត់ឲ្យបានទៅនាយផ្នែកនីមួយនឹងលោកចែកបណ្ដាញគ្នាមានប្រចាំខែហើយឬក៏យ៉ាងណាដើម្បីខុបខិតគ្នាឲ្យដែលមានឈ្មោះថាសុនសុកហើយមួយទៀតឈ្មោះតាហុកហ្នឹងបានធ្វើសកម្មភាពជីកឬក៏គេហៅថាធ្វើសិប្បកម្មយ៉ាងអនាធបត័យនឹងបន្តទៅទៀតយើងមិនជឿថាអាញាធននៅទីនោះមិនដឹងទេណាព្រោះសិប្បកម្មនេះមួយចាមិនមែនប្រើម៉ាស៊ីនតូចតាចណាធ្វើបានទេគឺលឺក៏ក្រើកតែម្ដងក្រើកពេញសឹងថាមកតំបន់គាត់នឹងគេដេញបានផងអ្នកស្រុកភូមិនឹងការដឹកឈើចូលហ្នឹងក៏មិនមែនប្រើរយន្តតូចដែរព្រោះថាឈើនេះឈើហុបធំចាអញ្ចឹងប្រើរយន្តធំឆ្លងកាត់តាមផ្លូវនានានៅក្នុងខេត្តអាជ្ញាធរយើងច្បាស់ជាដឹងបាទអញ្ចឹងគឺថាក្នុងរូបភាពនេះចូលថតបានទេទស្សនិកជនសូមជម្រាបជូនតែរូបឃើញក្រៅខាងឃើញប៉ុណ្្នឹងហើយចាតែបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកក្នុងឃុំហ្នឹងនៅក្នុងតំបន់ហ្នឹងក៏រាយការណ៍មកថាច្រើនមិនមែនប៉ុណ្្នឹងទេច្រើនតែយើងមិនអាចចូលក្នុងផ្ទះគេបានទេអរគុណដល់អ្នកសារព័ត៌មានលោកវណ្ណាហើយព្រមទាំងភ្នាក់ងាររបស់យើងទៅសហការនៅក្នុងរឿងហ្នឹងហើយប្រសិនបើអ្នកដែលពាក់ព័ន្ធសម័យជនដែលពាក់ព័ន្ធនៅក្នុងរឿងហ្នឹងចង់ស្រាយបំភ្លឺឬយ៉ាងណាសូមតាក់ទងមកឬប្រជាពលរដ្ឋបានដឹងនៅព័ត៌មាននឹងបន្ថែមទៀតមានសម្លេងរំខានពាក់ព័ន្ធនៅក្នុងផ្ទះរបស់លោកសុកហៅបេហ្នឹងក៏អាចតាក់ទងមកកម្មវិធីយើងបានដែរតាមរយៈទូរស័ព្ទ012 69 66 79យើងខ្ញុំរងចាំ